រឿងនាងសេសវតីលទ្ធផលនៃការបូជាព្រះសារីរិកធាតុក្នុងសាសនាព្រះសម្ពុទ្ធកាសបៈប្រងព្រះនិព្វានទៅហើយពួកមហាជនទាំងឡាយបាននាំគ្នាយកមាសទៅកសាងចេតិយកម្ពស់1យោជន៍ដើម្បីបញ្ចុះព្រះសារីរិកធាតុកាលនោះមានឧបាសិកាម្នាក់បាននាំនាងទេរិកាជាកូនរបស់ខ្លួនទៅមើលជាងតងដែលកំពុងរំលាយមាសធ្វើអត់នាងទេរិកាឃើញជាងកំពុងរំលាយមាសក៏សួរទៅមាតាថាបើពិតអ្នកម្ដាយគេរំលាយមាសធ្វើអ្វីមាតាប្រាប់ថាគេធ្វើចេតិយបញ្ចុះព្រះសារីរិកធាតុព្រះសម្ពុទ្ធនាងទេរិកាបានលើកដូច្នោះក៏មានចិត្តជ្រះថ្លាចំពោះព្រះសម្ពុទ្ធទើបប្រាប់ម្ដាយថាខ្សែកមាសនៅករបស់ខ្ញុំនេះខ្ញុំយកទៅចូលធ្វើចេតិយនឹងគេមេដាឆ្លើយថាល្អហើយកូនស្រីម្ដាយក៏យកខ្សែកមាសនោះទៅចូលធ្វើចេតិយនឹងគេទៅសង្ខេបសក្តីតែប៉ុណ្ណេះលោកដល់នាងខ្សែជីវិតទៅបានទៅកើតក្នុងសកតិភពជាអនុលោមបដិលោមអស់មួយពុទ្ធដល់មកសាសនាព្រះសម្ពុទ្ធបរមគ្រូរបស់យើងនេះបានបង្កើតក្នុងស្រុកទិលន្ទក្រៀមមានឈ្មោះថាសេសវតីកាលនាងមានអាយុ15ឆ្នាំមេដាបានប្រើឲ្យនាងទៅទិញប្រេងឯផ្សារក្នុងស្រុកទិលន្ទក្រៀមនោះមានកហបតីម្នាក់ធ្លាក់ចូលធ្លាក់ខ្លួនទូជាអ្នកក្រព្រោះទ្រព្យសម្បត្តិមាសប្រាក់កែវទាំង7ប្រការដែលមេដាបិតាចេះឲ្យទាំងប្រមាណដល់មេដាបិតាស្លាប់ទៅរបស់ទាំងនោះក៏คล้ายទៅជាថ្មមโนសិលាអស់ឥតសល់អតីតកហបតីបានយកថ្មមโนសិលានោះទៅដាក់លក់ក្នុងរានផ្សារផ្សងរកអ្នកមានបន់ដោយមានកំណត់ថាបើអ្នកមានបន់ដើរមកឃើញរបស់ទាំងនេះនឹងคล้ายទៅជាមាសប្រាក់ជាកែវ7ប្រការដោយដើមវិញបំខានកាលនោះនាងសេសវតីកាន់ដល់ប្រេងដើរចូលទៅផ្សារបានឃើញរៀនមួយចាក់កោសុទ្ធតែមាសប្រាក់និងកែវទាំង7ប្រការនាងក៏ចូលទៅមើលហើយសួរទៅម្ចាស់រៀនថាបើពិតអ្នកដង្ខៅហេតុអ្វីបានជាយកមាសប្រាក់កែវមកចាក់កោលើរៀនដូច្នេះរបស់ទាំងនោះគេតែងទុកដាក់លាក់បំពូនក្នុងហឹបក្នុងឃ្លាំងអ្នកម្ចាស់រៀនលើដូច្នោះហើយត្រេកអរណាស់ទើបសួរទៅនាងសេសវតីថានាងនៅទីណានាងជាកូនអ្នកណានាងប្រាប់ថាខ្ញុំជាកូនអ្នកស្រែនៅក្នុងស្រុកនេះឯងម្ចាស់រៀនអ្នកម្ចាស់រៀនក៏កើបមាសប្រាក់ច្រកក្នុងបៅហើយនាងសេសវតីទូផ្ទះរបស់ខ្លួនបាននិយាយប្រាប់នាងថាកាលពីដើមខ្ញុំជាកហបតីមួយនៅក្នុងស្រុកនេះឥឡូវធ្លាក់ខ្លួនទៅជាអ្នកក្រព្រោះមាសប្រាក់កែវទាំងប្រមាណคล้ายទៅជាថ្មមโนសិលាអស់បានជាខ្ញុំយកថ្មនេះទៅដាក់នៅរានផ្សារដើម្បីផ្សងរកអ្នកមានបន់ឥឡូវទ្រព្យទាំងអស់នេះជាទ្រព្យរបស់នាងហើយព្រោះនាងជាអ្នកមានបន់កហបតីបាននាំនាងសេសវតីទៅចាក់ឃ្លាំងមើលទៀតគ្រាន់តែនាងចូលទៅដល់របស់ក្នុងឃ្លាំងទាំងប្រមាណក៏คล้ายទៅជាមាសប្រាក់កែដោយដើមវិញទាំងអស់កហបតីនោះក៏ជួននាងសេសវតីទៅផ្ទះនិយាយប្រាប់ឪពុកម្ដាយនាងដោយសពគ្រប់ទើបដំណឹងនាងឲ្យជាភរិយាកូនកំឡោះរបស់ខ្លួនលោករៀបអាពាហ៍ពិពាហ៍ហើយមេដាបិតាក្មេកបាននាំនាងសេសវតីទៅនៅក្នុងសំណាក់របស់ខ្លួនក្នុងការជាខាងក្រោយមកព្រះសរិបុត្រថេរជាធម្មទេសនាបតីបានរំពឹងមើលអាយុសង្ខាររបស់លោកឃើញថាអស់ទៅហើយក៏ចូលទៅថ្វាយបង្គំលាព្រះសម្ពុទ្ធសូមទៅព្រះនិព្វានឯស្រុកទាលន្ទក្រៀមដើម្បីប្រោះមេដាបេដាដែលជាជនមច្ឆាទិដ្ឋិលោកទូមានមេដាបេដាហើយក៏ព្រះនិព្វានក្នុងបន្ទប់ដែលលោកប្រសូតនោះទៅកន្លងបាន7ថ្ងៃពួកបរិស័ទទាំងឡាយនាំគ្នាជើងតកកម្ពស់100ហត្ថដើម្បីបូជា
សពរបស់លោកកាលនោះនាងសិសាវតីមានគួរចិត្តគ្រប់ខែហើយបានឮថាពុទ្ធបរិស័ទទាំងឡាយនាំគ្នាធូបបន់រំលាយសពព្រះសិរីបុត្រក៏សូមលាមេដាម្ដាយក្មេកយកមាសប្រាក់កែវភ្ញីផ្កាទៅបូជាសពព្រះសិរីបុត្រមេដាបិតាខត់ថានាងទៅពំកិតទេព្រោះគួរចាស់គ្រប់ខែហើយនាងសសវតីជាស្ត្រីមានសេចក្តីជាថ្លាខ្លាំងទ្រាំមិនបានក៏លាមេដាបិតានាំបរិវារកាន់មាសប្រាក់កែវភ្ញីផ្កាដើរសម្ដៅទៅកន្លែងតម្កល់សពព្រះសិរីបុត្រក្នុងការនោះមានមនុស្សច្រើនណែនណាន់ចង្អៀតជាទីបំផុតប៉ុន្តែនាងសិសាវតីជាស្ត្រីស្ទោះស្ដំដោយភោគៈសម្បត្តិពួកមហាជនបានឃើញហើយក៏បើកឱកាសឲ្យចូលទៅជិតសពនាងយកមាសប្រាក់កែវភ្ញីផ្កាទៅចាក់កោក្បែរក្តារមឈូសហើយថយមកអង្គុយប្រណម្យអញ្ជលីនមស្ការក្នុងពេលនោះចំហាយរបស់មនុស្សដែលកក់គុញនោះក៏បណ្ដាលឲ្យនាងសិសាវតីទៅជាខ្យល់ចាប់សន្លប់នៅទីនោះឯដំរីរបស់ពួកឥស្សរជនទាំងឡាយដែលជិះទៅក្នុងទីនោះក៏ផ្អើលស្ទុះស្រែកជាខ្លាំងពួកមហាជនភ័យនឹងដំរីស្ទុះរត់ជ្រុលច្របល់ទៅជន់នាងសិសាវតីនោះស្លាប់ទៅនាងបានទៅកើតក្នុងឋានត្រៃត្រង់ទេវលោកស្ថិតក្នុងវិមានប្រាសាទមាសរំលេចដោយកែវ7ប្រការមានសីទេពអប្សរ 4000 ចំរោមជាបរិវារថ្ងៃមួយនាងសិសាវតីទេពធីតាបានរំលឹកឃើញបព្វកម្មរបស់នាងក៏ចុះមកទាំងវិមានមកថ្វាយបង្គំព្រះសម្ពុទ្ធក្នុងវត្តចេតពន្ធកាលនោះព្រះវង្កិសទ្ធេលោកកំពុងអង្គុយគល់ព្រះមានព្រះភ័ក្ត្រឃើញនាងទេពធីតានោះក៏សួរបព្វកម្មរបស់នាងបានប្រាប់ដោយសពគ្រប់ព្រះសម្ពុទ្ធទ្រង់ប្រត់ហេតុនោះហើយក៏សម្ដែងនៅធម្មទេសនាសរសើរអានិសង្សនៃការបូជាព្រះសារីរិកធាតុជាភយោភាពតទៅ